ពេលវេលាចេះតែកន្លងទៅទេវីនិងខ្ញុំក៏បញ្ចប់ឆ្នាំសិក្សាថ្នាក់ទី12ពួកយើងសម្រេចចិត្តថានឹងទៅជប់លៀងឆ្លងនៅផ្ទះនីតាណាខេត្តមណ្ឌលគិរីព្រោះទីនោះមានទេសភាពគួរជាទីមនោរម្យខ្ញុំមនីប្រាប់អ្នកផ្ទះហើយរៀបចំវ៉ាលីមកស្នាក់នៅមណ្ឌលគិរី 4-5 ថ្ងៃយើងធ្វើដំណើរបានពាក់កណ្ដាលផ្លូវក៏ឈប់ស្រស់ស្រូបអាហារថ្ងៃត្រង់នៅអាហារដ្ឋានមួយបន្ទាប់មកបន្តដំណើរទៅមុខទៀតដោយហេវហត់ទេវីហាក់មិនស្រួលខ្លួនសោះខ្ញុំនិងនីតាបារម្ភណាស់ក៏ឈប់ឡានឲ្យទេវីចោះនាងក្អួតដោយអាការពលឡានដែលខ្ញុំសង្កេតឃើញថាអ្នកស្រុកទីនោះសម្លឹងមកយើងមិនដាក់ភ្នែកហាក់ដូចមានអ្វីចម្លែកមួយសន្ទុះបងប្រុសចិត្តល្អម្នាក់យកប្រេងខ្យល់មកជួយរត់ទេវីហើយនាំទេវីមកអង្គុយលើគ្រែឈើក្រោមផ្ទះគាត់ស្រីមានវ័យប្រហែល65ឆ្នាំស្លៀកស្រង់តាមបែបអ្នកជនបទលើកទឹកមកទទួលយើងហើយនិយាយរាក់ទាក់តាមធម្មតាភ្លាមលោកគាត់សម្លឹងមកខ្ញុំពីក្បាលដល់ចុងជើងមិនដាក់ភ្នែកមុននឹងនិយាយថាមីនាងខាងនេះកុំដើរព្រៃជ្រៅឬធ្វើពិធីរំដោះគ្រោះណាមួយទៅបើពុំដូច្នោះទេនឹងជួបមហន្តរាយដល់អាយុជីវិតជាជាពុំខាននិយាយចាប់គាត់លោកដៃចូលស្បោងក្រណាត់មួយដកយកខ្សែរូបព្រះមកដាក់លើដៃខ្ញុំក្មួយពាក់ខ្សែនេះឲ្យជាប់កំដោះចេញណាក្មួយដរាបណាក្មួយពាក់ខ្សែពួកអមនុស្សធ្វើអីក្មួយមិនបានទេខ្ញុំសំពះអរគុណហើយទទួលយកមកទុកគាត់បន្តទៀតថាធ្លាប់មានមនុស្សជួបគ្រោះកំបត់ក្បាលនេះដែរតែបើបានកាត់គ្រោះមុននឹងរួចជីវិតខ្ញុំសម្លឹងទៅគាត់ទាំងអារម្មណ៍ភ័យព្រួយតែមិត្តខ្ញុំទាំងពីរបង្ហាញអាការមិនជឿពីអ្វីដែលគាត់និយាយនេះតែកេះខ្ញុំជាសញ្ញាឲ្យយើងប្រញាប់បន្តដំណើរយើងទាំង3លើកដៃជម្រាបលាគាត់ព្រោះមេឃស្រទុំហើយយើងឡើងឡានទៅមុខទៀតបន្តខ្ញុំគិតបារម្ភពីរឿងអ៊ំស្រីនោះទេវីឃើញខ្ញុំស្រងត់ស្រងាត់ក៏និយាយកាត់កក្កដាកុំទៅគិតច្រើនពេកមនុស្សចាស់គាត់មានជំនឿជឿលើរឿងខ្មោចព្រាយអីតែបែបហ្នឹងហើយសំខាន់ខ្ញុំនិងនីតានៅក្បែរឯងរហូតកក្កដាលើបែបនេះហាក់ធូរចិត្តព្រោះមានមិត្តសំណប់នៅក្បែរគ្រប់ពេលបែបនេះមកដល់ខេត្តមណ្ឌលគិរីជាទីស្នេហាទិដ្ឋភាពនៃចំការទំពាំងបាយផ្លែឈើហូបផ្លែនិងផ្កាឈូករតាន់ដ៏ស្រស់បំព្រងបានរំលេចនៅភាពស្រស់ស្អាតកក្កដានិងទេវីសំពះសួរម្ដាយនិងគ្រួសារនីតាហើយញម៉ាសាច់អាំងជុំគ្នាដែលបង្កើតបានជាបរិយាកាសដ៏រីករាយយប់នេះយើងសម្រេចចិត្តថាគេងនៅបន្ទប់នីតាទេវីនិយាយរឿងកំប្លែងដែលនាំឲ្យយើងសោយកក់ក្អឹកបំបត្តិរាល់ទុក្ខកង្វល់ទាំងឡាយរហូតដល់គេងលក់បិទភ្នែកតែបន្តិចខ្ញុំឃើញក្មេងស្រីសក់វែងម្នាក់អោបជង្គង់យំដង្ហក់ដង្ហើយហៅឈ្មោះខ្ញុំដដែលខ្ញុំព្យាយាមរត់ស្រែកឲ្យគេជួយក្នុងវាលដែលប្រថែជុំវិញទៅដោយព្រៃស្តុកខ្ញុំរត់យ៉ាងលឿនតែត្រូវរអិលបុកនឹងថ្មមួយក្មេងស្រីនោះដើរសម្ដៅមកខ្ញុំយឺតហើយអោនបង្ហាញមុខដែលពោពេញទៅដោយឈាមខ្ញុំស្រែកឡើងជួយផងមិត្តខ្ញុំទាំងពីរកេះខ្ញុំឲ្យភ្ញាក់ខ្ញុំបើកភ្នែកមកបែកញើសជោគខ្លួនបេះដូងលក់ញាប់ខ្លាំងណាស់ឯងយល់សពអាក្រក់មែនទេនីតាសួរនាំដោយការព្រួយបារម្ភខ្ញុំងក់ក្បាលតិចពួកគេព្យាយាមបន្លប់ខ្ញុំមិនឲ្យភ័យហើយសន្យាថានឹងជួនដើរលេងគ្រប់កន្លែងនាវេលាព្រឹកនេះយើងទាំង3ទៅកំសាន្តនៅលើភ្នំងូតទឹកជ្រោះស្រស់ថ្លានិងជួបសំណេះសំណាលជាមួយបងជនជាតិភាគតិចយើងស្លៀកសម្លៀកបំពាក់តាមបែបជនជាតិភាគតិចយ៉ាងស្រស់ស្អាតល្ងាចបន្តិចអ្នកស្រុកប្រារព្ធពិធីជប់លៀងនាំគ្នារាំច្រៀងលេងនៅក្បែរវត្តរំពេចនោះខ្ញុំឃើញស្ត្រីសក់វែងហួចចង្កេះស្លៀករ៉ូបយ៉ាចូលទៅក្នុងចេតិយបាត់ស្រមោលឈឹងខ្ញុំព្យាយាមតាមរកមើលតែមិនឃើញសោះខ្ញុំភ័យយ៉ាងខ្លាំងស្ទុះទៅប្រាប់នីតាយើងចង់ផ្ទះវិញគឺខ្ញុំឃើញខ្មោចនីតាខ្ញុំខ្លាចណាស់ហេខ្ញុំខ្លាចណាស់វាយ៉ាងម៉េចឯងកក្កដាយើងទើបចាប់ផ្ដើមទេណាយើងនៅមិនទាន់សប្បាយអស់ចិត្តនៅឡើយយូមកផ្ទះម្ដងវើយមិនហើយកក្កដានៅទីនេះសិនទៅឯងកុំស្រមើស្រមៃទាំងថ្ងៃមើលលើលោកនេះវាគ្មានទេខ្មោចព្រាយស្អីនោះតែយើងបានឃើញផ្ទាល់ភ្នែកគឺនៅចិត្តដីត្រង់នោះតែគ្មានអ្នកណាម្នាក់ជឿនាងសនេះគ្មានអ្នកណាជឿយើងទេហេវាមិនដែលខ្មោចណាមកលងទាំងកណ្ដាលថ្ងៃត្រង់ទេកក្កដាខ្ញុំហាក់អន់ចិត្តនឹងមិត្តជាខ្លាំងដែលមិនជឿចិត្តគ្នាទាំងយើងជាមិត្តនឹងគ្នារាប់ឆ្នាំក៏ឡើងម៉ូតូត្រឡប់ទៅផ្ទះនីតាតែម្នាក់ឯងពេលមកដល់បានពាក់កណ្ដាលផ្លូវខ្ញុំឃើញពូម្នាក់ជិះម៉ូតូយឺតហើយតាមពីក្រោយម៉ូតូខ្ញុំដៃខ្ញុំទាំងគូញ័រទៅត្រឹកព្រោះទីនេះជាព្រៃស្ងាត់ជ្រងំគ្មានផ្ទះអ្នកស្រុកឡើយបើគេមានបំណងអាក្រក់ឬមានអំពើឃាតកម្មអ្វីប្រកាសជាស្លាប់គ្មានអ្នកជួយទេខ្ញុំបើកម៉ូតូយ៉ាងលឿនមួយសន្ទះធំហើយក៏នៅតែឃើញពូនោះតាមមកពីក្រោយហើយសម្លក់ថ្លែមមកខ្ញុំដោយកែវភ្នែកគួរឲ្យខ្លាចខ្ញុំមិនបង្អង់យូរបើកម៉ូតូយ៉ាងលឿនតាមដែលអាចធ្វើទៅបានតែដោយបើកលឿនពេកក៏ត្រូវទៅបុកដើមឈើមួយដួលយ៉ាងដំណំ
ខ្ញុំសវេសវ៉ាក្រោកឈរទាំងឈឺស្ទើរស្លាប់ចំណែកខ្លួនប្រឡាក់សុទ្ធតែភក់និងមានរបួសពេញខ្លួនតែអ្វីដែលចម្លែកគឺម៉ូតូដែលជិះមកពីក្រោយមិញបាត់ស្រមោលឈឹងធ្វើឲ្យខ្ញុំចម្លែកចិត្តជាខ្លាំងយីមុននេះឃើញនៅទីនេះតើខ្ញុំហាក់មិនស្រួលចិត្តសោះម្ដុំនេះស្ងាត់ឈឹងខ្ញុំប្រញាប់ទាញទូរស័ព្ទទៅទេវីសំណាងណាស់ដែលមានសេវាខ្ញុំរៀបរាប់ប្រាប់ទេវីតាមដំណើររឿងសម្លេងរបស់នាងបង្ហាញថានាងកំពុងស្រវឹងតែនាងសន្យាថានឹងមកទទួលតើថ្ងៃនេះជាថ្ងៃសួយស្អីរបស់ខ្ញុំទៅឃើញខ្មោចបង្វែងព្រៃហើយនឹងមកដួលម៉ូតូទៀតខ្ញុំរអ៊ូតិចខ្ញុំដើរទៅមុខបន្តិចទើបដឹងថានៅទីនេះមានសាលារៀនទៀតខ្ញុំកក់ក្ដៅចិត្តបន្តិចព្រោះឃើញក្មេងស្រីវ័យប្រហែល15ឆ្នាំអង្គុយយោទងក្នុងសាលានាងតូចនោះញញឹមមកកាន់ខ្ញុំយ៉ាងស្រទន់តែហាក់បង្កប់នៅអធរកំបាំងអ្វីម្យ៉ាងខ្ញុំដើរយឺតទាំងឈឺចូលក្នុងរបងសាលាដើម្បីលាងជើងព្រោះខ្លួនប្រឡាក់ភក់ជោកនៅក្បែរថ្នាក់រៀនមានពាងទឹកមួយវាបង្កការងាយស្រួលសម្រាប់ខ្ញុំក្នុងការសម្អាតជើងខ្ញុំសម្លឹងទៅនាឡិកាម៉ោង5:46 នាទីហាក់អូនថ្មើរនឹងហើយមិនទាន់ទៅផ្ទះទេអីចាប៉ាម៉ាក់មិនទាន់មកយកផងបងនៅនឹងហើយបាន2នាក់ក្មេងនោះញញឹមយ៉ាងចម្លែកហើយនិយាយមួយមកកាន់ខ្ញុំបងងាបងឯងកុំទៅណានៅនឹងហើយខ្ញុំអត់សុខណាស់ខ្ញុំបន្តនិយាយលេងនឹងក្មេងនោះអស់មួយសន្ទុះធំដោយគិតក្នុងចិត្តយីឪពុកម្ដាយមិនក៏បណ្ដោយឲ្យកូននៅសាលាយូរបែបនេះបងដួលម៉ូតូតិចទៀតមិត្តបងមកយកហើយអូនមានលេខប៉ាម៉ាក់ទេចាំបងទេរកក្មេងនោះទម្លាក់ទឹកមុខហើយមិននិយាយស្ដីអ្វីមួយម៉ាត់ខ្ញុំព្យាយាមទៅរកទេវីម្ដងទៀតតែថាទៅក្នុងសាលានេះគ្មានសេវាសោះអង្គុយតែបន្តិចសោះនេះម៉ោង6:43 នាទីហើយទេវីមិនទាន់មកហើយក្មេងក៏មិនទាន់ទៅផ្ទះខ្ញុំចាប់ផ្ដើមមិនស្រួលចិត្តហើយចំហាយត្រជាក់ចាប់ផ្ដើមបក់មកប៉ះខ្លួនខ្ញុំធ្វើឲ្យខ្ញុំព្រឺខ្លួនជាខ្លាំងមិនក៏ប៉ាម៉ាក់មិនមកយកចឹងយប់ហើយណារាល់ពេលដែលខ្ញុំសួរនាំនាងពីឪពុកម្ដាយនាងតែបង្ហាញពីទឹកមុខក្រៀមក្រំបង្កប់ដោយភាពសោកសៅពេលមិត្តបងមកយកបងនឹងទៅចោលខ្ញុំហើយមែនទេផ្ទះអូននៅទីណាចាំបងជូនទៅបងខ្ញុំខ្លាចណាស់ខ្ញុំទៅណាមិនបានទេបងមកនៅជាមួយខ្ញុំមកណាខ្ញុំសូមអង្វរខ្ញុំរន្ធត់ឥតឧបមាក្រោយស្ដាប់សម្ដីចម្លែករបស់ក្មេងនេះខ្ញុំក្រឡេកទៅក្រោមទើបដឹងថាក្មេងនោះគ្មានជើងទេខ្ញុំព្យាយាមក្រោកតែក្រោកមិនរួចសោះហាក់មានអ្វីចាប់ខ្លួនខ្ញុំមួយរំពេចនោះសាលាទាំងមូលរុំប្រធាដោយព្រៃនិងស្លែពាសពេញជញ្ជាំងក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ប្រែคล้ายជាគួរឲ្យខ្លាចនាងបើកភ្នែកក្រឡូសម្លឹងមកខ្ញុំមិនដាក់ភ្នែកមុខនាងរលួយហើយមានឈាមបំពង់ករបស់នាងត្រូវបានដាច់មានឈាមហូរពាសពេញរាងកាយនាងចាប់ដៃខ្ញុំជាប់ហើយនិយាយល្វើយបងត្រូវនៅជាមួយខ្ញុំបងទៅណាមិនបានទេបើស្លាប់យើងស្លាប់ជាមួយគ្នាខ្ញុំស្លាប់វេទនាណាស់បងដឹងទេពួកវាអាកខ្ញុំហើយញាត់ក្នុងបន្ទប់ទឹកខ្ញុំស្រែកឲ្យគេជួយតែគ្មានអ្នកណាមកជួយខ្ញុំទេនាងយំដោយក្តីវេទនាហើយនិយាយដដែលក្មេងនោះច្របាច់ដៃខ្ញុំខ្លាំងស្ទើរតែកម្រើកមិនរួចលែងទៅល្បីជួយផងមានអ្នកណានៅក្បែរនេះទេជួយផងខ្ញុំស្រែកខ្លាំងតាមដែលអាចធ្វើទៅបានខ្ញុំគិតអ្វីមិនចេញទេតែព្យាយាមតាំងស្មារតីក៏នឹកឃើញថាក្នុងកត្តាបើមានខ្សែព្រះដែលអមចម្លែកនោះបានអមមកខ្ញុំប្រញាប់ប្រញាល់យកមកពាក់ទាំងត្រដាប់ត្រដួបក្មេងនោះស្រែកឡើងអាក្តៅណាស់ខ្ញុំស្ទុះរត់យ៉ាងលឿនទាំងជើងត្រូវរបួសរហូតផុតពីសាលានោះខ្ញុំបន្តដើរអស់ពេលយ៉ាងយូរតែទោះដើរយូរយ៉ាងណាក៏ស្ថិតនៅតែកន្លែងដដែលខ្ញុំសម្លឹងមើលម៉ោង11:13 នាទីខ្យល់ត្រជាក់មួយវីបក់មកខ្ញុំបើកភ្នែកឡើងស្រាប់តែឃើញថាខ្ញុំនៅក្នុងបន្ទប់ទឹកសាលាក្លិនឆ្អាបឈាមនិងក្លិនរលួយស្អុយនៃសាកសពធ្វើឲ្យខ្ញុំស្ទើរតែក្អួតមកព្រោះមានស្នាមឈាមដាំលើឥដ្ឋនិងនឹងជញ្ជាំងបន្ទប់ទឹកក្មេងនោះអោបជង្គង់យំហើយចេះតែស្រែកថាពួកវាអាខ្ញុំនៅទីនេះបងមកនៅទីនេះមកបាន2នាក់ខ្ញុំអាសុកណាស់ខ្ញុំស្ដាប់សំឡេងក្មេងនោះយំយាយទាំងអួលដើមកសម្រាប់នៃការឈឺចាប់របស់នាងនិងរូបរាងអាក្រាតកាយរបស់សាកសពដែលត្រូវបានគេអាសម្លាប់ក្នុងថ្លុកឈាមបានធ្វើឲ្យខួរក្បាលខ្ញុំវិលវល់ខ្លាំងណាស់ហើយគ្រប់យ៉ាងក៏ប្រែជាងឹតសូន្យទៅព្រះអាទិត្យថ្មីរះលើដែនដីមណ្ឌលគិរីបញ្ចេញពន្លឺរស្មីខ្ញុំបើកភ្នែកមកឃើញទេវីនិងនីតាសម្លឹងមកខ្ញុំដែលកៅភ្នែកពោពេញដោយការព្រួយបារម្ភកក្កដាក្រោកហើយកក្កដាឯងប្រាប់យើងបានទេថាមានរឿងអ្វីខ្លះនីតាថ្ងៃក្រោយឈប់ធ្វើបែបនេះទៀតយើងនឹងអ្នកភូមិរកឯងគ្មានបានដេកពួនទេឯងកើតឈួតស្អីទើបជិះវង្វេងពេញព្រៃបែបនេះទេវីកក្កដារៀបរាប់តាមដំណើររឿងទាំងញ័រទ្រូងពីសាលារៀនដែលគួរឲ្យខ្លាចនោះអ៊ំប្រុសម្នាក់និយាយកាត់សាលាហួសព្រៃស្មៅមែនក្មួយ
ខ្ញុំងក់ក្បាលញាប់បង្ហាញថាសាលានោះហើយគាត់ក៏និយាយបន្តទៀតការពិតទៅកាលពី7ឆ្នាំមុនសាលានេះដំណើរការធម្មតាទេតែល្ងាចមួយវិតារងចាំម៉ែមកយកហើយសិស្សផ្សេងទៀតទៅផ្ទះអស់ណាមួយថ្ងៃនោះជាចូលឆ្នាំមិនសូវមានសិស្សមករៀនទេតែដោយចាំយូរពេកគ្មានអ្នកមកយកសោះជួនអីពេលនោះមានពួកក្មេងជក់ថ្នាំមួយក្រុមដែលឆ្លងកាត់ទីនោះក៏អូសនាងទៅរំលោភទាំងក្រុមហើយអាចសម្លាប់ចោលក្នុងបន្ទប់សាលានោះទៅនាងព្យាយាមស្រែកឲ្យគេជួយតែគ្មានអ្នកឮសោះទម្រាំរកឃើញសាកសពវិតាសាកសពនាងហើមរលួយស្អុយពេញសាលាក្រោយមកក៏មានសាលាផ្សេងទៀតបើកបន្តបន្ទាប់នៅក្នុងភូមិសិស្សនាំគ្នារៀនសាលាក្នុងភូមិព្រោះវាមានសុវត្ថិភាពនិងងាយស្រួលធ្វើដំណើរក្រោយមកគេក៏បិទលែងដំណើរការសាលានោះទៅខ្ញុំស្ដាប់ហើយអួតដើមក៏និយាយអ្វីលែងចេញក្មេងដែលខ្ញុំនិយាយលេងជាមួយយ៉ាងស្និទ្ធស្នាលជាខ្មោចនេះវាស្រស់ពេកហើយហេតុអ្វីក្មេងស្លូតត្រង់ម្នាក់បែរជាត្រូវទទួលរងនៅរឿងអយុត្តិធម៌និងព្រៃផ្សៃបែបនេះខ្ញុំស្ទើរតែសន្លប់ម្ដងទៀតព្រោះគ្រប់យ៉ាងវាស្រស់ពេកហើយខ្ញុំស្បត់ខ្ញុំមិនហ៊ានមកទីនេះម្ដងទៀតឡើយព្រោះស្នាមញញឹមនិងសម្លេងក្មេងនោះនៅដក់ជាប់នឹងភ្នែកខ្ញុំនៅឡើយក្រោយស្ដាប់តាមដំណើររឿងទេវីនិងនីតាសំទោសខ្ញុំដែលបណ្ដោយឲ្យឆ្លងកាត់រឿងអាក្រក់បែបនេះខ្ញុំអភ័យទោសឲ្យមិត្តយើងអោបគ្នាយ៉ាងស្និទ្ធខ្ញុំសម្រាកបានបន្តិចក៏ត្រឡប់ទៅភ្នំពេញវិញទាំងប្រញាប់ហើយទៅវត្តឧទ្ទិសកុសលផលបុណ្យដល់វីតាឲ្យបានចាប់កំណើតកុំឲ្យនៅរងទុក្ខវេទនាបែបនេះទៀតពេលវេលាកន្លងទៅ5ឆ្នាំហើយខ្ញុំក៏បានរៀបការនិងលោកគ្រូបង្រៀនម្នាក់ហើយរស់នៅយ៉ាងមានក្តីសុខយប់មិញនេះដែរដែលខ្ញុំយល់សពឃើញវីតាប៉ុន្មានថ្ងៃក្រោយខ្ញុំទៅមន្ទីរពេទ្យទើបដឹងថាខ្លួនមានផ្ទៃពោះខ្ញុំគិតថាកូនដែលចាប់កំណើតនេះប្រហែលជាវីតាហើយបើកូននេះកើតមកខ្ញុំនឹងដាក់ឈ្មោះគេថាវីតាកក្កដាអង្អែលពោះហើយញញឹម